បងបងជាអាណាព្យាបាលនិងសួស្តីទៅកាន់កូនៗទាំងអស់គ្នាជាទីនឹករលឹកចាតែកូនៗទាំងអស់គ្នាសុខសប្បាយដែរទេកូនចាអ្នកគ្រូសង្ឃឹមថាកូនៗទាំងអស់គ្នាប្រកាសជាសុខសប្បាយហើយចាចំណែកឯអ្នកគ្រូវិញក៏សុខសប្បាយដូចកូនៗទាំងអស់គ្នាដែរចាអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងមកបង្រៀនបន្តពីអ្នកគ្រូសប្តាហ៍មុននៅមុខវិជ្ជាវិទ្យាសាស្ត្រចាអញ្ចឹងមុននឹងចូលទៅដល់ការសិក្សាទៅលើមេរៀនអ្នកគ្រូសូមណែនាំខ្លួនរបស់អ្នកគ្រូជាមុនសិនអ្នកគ្រូឈ្មោះរនចន្ទាជាអ្នកគ្រូថ្នាក់ទី6នៃសាលា Belty អន្តរជាតិចាអញ្ចឹងកូនៗទាំងអស់គ្នាឥឡូវយើងចូលទៅដល់ការសិក្សាទៅលើមេរៀនគាត់ណាចាអញ្ចឹងមុននឹងការសិក្សាទៅលើមេរៀនអ្នកគ្រូសូមឲ្យកូនៗទាំងអស់គ្នាលើកសម្ភារៈសិក្សាក៏ដូចជាសៀវភៅកិច្ចការផ្ទះមកដើម្បីធ្វើកំណែកិច្ចការផ្ទះជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងឥឡូវអ្នកគ្រូសូមសួរសំណួរថាតើថ្ងៃមុនអ្នកគ្រូបានដាក់សំណួរអ្វីទៅជូនកូនទាំងអស់គ្នាចាសំណួរនោះគឺតើទំនៀមទម្លាប់ប្រពៃណីនៃការចូលម្លប់របស់ខ្មែរធ្វើឡើងចំពោះកូនស្រីនៅពេលណាដើម្បីអ្វីចាអញ្ចឹងកូនទាំងអស់គ្នាបានធ្វើរួចរាល់ហើយនៅកូនចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាប្រកាសជាធ្វើរួចរាល់ហើយក៏បានថតផ្ញើជូនលោកគ្រូអ្នកគ្រូរបស់កូនរួចរាល់ហើយដែរចាអញ្ចឹងដើម្បីដឹងថាចម្លើយរបស់កូនត្រឹមត្រូវដែរឬទេអញ្ចឹងកូនទាំងអស់គ្នាមកធ្វើកំណែជាមួយអ្នកគ្រូទាំងអស់គ្នាកូនណាចាកំណែកិច្ចការផ្ទះទំនៀមទម្លាប់ប្រពៃណីនៃការចូលម្លប់របស់ខ្មែរយើងធ្វើចំពោះកូនស្រីនៅពេលកូនស្រីចាប់ផ្ដើមមានភាពពេញវ័យគ្រប់ការដើម្បីជាមង្គលមួយសម្រាប់ស្ត្រីខ្មែរចាអញ្ចឹងទំនៀមទម្លាប់នៃការចូលម្លប់របស់ខ្មែរយើងនេះគឺធ្វើឡើងចំពោះកូនស្រីចានៅពេលដែលកូនស្រីចាប់ផ្ដើមមានវត្តរដូវដំបូងចាអញ្ចឹងលោកប៉ាអ្នកម៉ាក់អាណាព្យាបាលគាត់តែងតែធ្វើដើម្បីជាសិរីសួស្តីទៅដល់កូនស្រីចាដើម្បីជាមង្គលចាអញ្ចឹងកូនទាំងអស់គ្នាបានធ្វើត្រឹមត្រូវដោយអ្នកគ្រូទេកូនចាបើសិនជាកូនធ្វើបានត្រឹមត្រូវហើយកូនទាំងអស់គ្នាធីកកូនណាចាតែបើមិនទាន់បានត្រឹមត្រូវទេសូមកូនទាំងអស់គ្នាធ្វើកំណែឡើងវិញទាំងអស់គ្នាតែពីកូនទាំងអស់គ្នាបានធ្វើកំណែកិច្ចការផ្ទះជាមួយអ្នកគ្រូហើយចាឥឡូវអ្នកគ្រូចង់ដឹងថាតើកូននៅចាំមេរៀនដែលយើងសិក្សាថ្ងៃមុនបានដល់កម្រិតណាអញ្ចឹងអ្នកគ្រូសួររំលឹកមេរៀនទៅកាន់កូនចាមួយចំនួនចាតោះឥឡូវអ្នកគ្រូសូមសួរសិនថាតើសប្តាហ៍មុនអ្នកគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រដល់មេរៀនអីហើយកូនចាគឺមេរៀនភាពពេញវ័យចាឥឡូវអ្នកគ្រូសូមសួរសំណួរបន្តទៀតណាថាតើភាពពេញវ័យរបស់យុវជនយុវនារីមានការប្រែប្រួលទៅលើផ្នែកអ្វីខ្លះកូនចាមើលកូនឆ្លើយទាំងអស់គ្នាមើលតោះកូនចាល្អកូនចឹងភាពពេញវ័យរបស់យុវជនយុវនារីមានការប្រែប្រួលទៅលើផ្នែករូបរាងកាយមានការផ្លាស់ប្ដូរទៅលើឥរិយាបថចានិងផ្លូវចិត្តផងដែរដូចជាឆាប់ខឹងឆេវឆាវចូលចិត្តធ្វើអ្វីតាមតែចិត្តខ្លួនឯងចង់ធ្វើចាមានភាពប្រថុយប្រថាននិងចង់សាកល្បងនៅអ្វីដែលថ្មីចាអញ្ចឹងមានភាពប្រថុយប្រថានច្រើននៅក្នុងវ័យនេះកូនណាចាអញ្ចឹងកូនទាំងអស់គ្នានៅក្នុងវ័យនេះកូនដឹងហើយឥឡូវនេះកូនត្រូវតែធ្វើម៉េចអប់រំខ្លួនឯងឲ្យបានល្អចាយើងស្ដាប់បង្គាប់លោកប៉ាអ្នកម៉ាក់ចាអាណាព្យាបាលលោកតាលោកយាយឲ្យបានល្អកូនណាដើម្បីឲ្យកូនក្លាយជាកូនល្អចារូបភាពមួយចំនួនមកបង្ហាញកូនទាំងអស់គ្នាចារូបភាពអីដែរកូនចានេះគឺជារូបភាពរៀបការអញ្ចឹងចាក្រោយពីគាត់មានការងារធ្វើគាត់ពេញវ័យហើយគឺគាត់ត្រូវការរៀបចំក្រុមគ្រួសារចាឥឡូវនេះអ្នកគ្រូមានរូបភាពមួយទៀតណាក្រុមគ្រួសារមួយទៀតនេះចាក្រុមគ្រួសារនេះគឺគាត់មានសមាជិកច្រើនអ្នកចាច្រើនអ្នកកូនមានប៉ាមានម៉ាក់មានកូនច្រើនចាឥឡូវនេះអ្នកគ្រូសូមសួរថាចុះបើសិនជាពេលដែលគាត់រៀបការហើយចាគាត់អត់ចង់បានកូនទេគាត់ចង់នៅរកការងារធ្វើបន្តទៀតគាត់ចង់នៅរកប្រាក់បន្ថែមទៀតចាតើគាត់ត្រូវធ្វើមិនដែរកូនចា
cứ có trớ thưa cá bồn dìa cầm nà đứa có trớ cà pia cầm ói miền cò chà chẳng con từng óc nè tiền bàn tết tha tát ngày nè nè kêu nâng mừng riêng ở vậy đó cốt chà mới con tiền mới tha tát nè kêu mừng riêng ở vậy đó cốt chà trầm trời cứ ngày nè nè kêu nâng mừng riêng cá cà pia cầm ói miền cò chà con từng óc nè một sập nè kêu an chầm nòng trường riêng từng óc nè con nè chà việc chia sẻ tùng po ti sai sập làm muối đo sai sập làm pì sai ấn page 46 thú 47 chùm bút ti 7 mình nú nâng chùm ngừ chapter 3 human and disease mê riêng ti 8cá cà pia cầm ói miền cỏ lesson 8 pregnancy prevention chà chấm nách ti muối nị vô mình ấy cá bồn dìa cầm nạt the definition of birth delay chấm nách ti pí phóประโยชน์ในการบนเยียกำเนิด the advantage of birth delay จ้าต่อเลยconទាំងអស់គ្នាមកអានចំណងជើងមេរៀនជាមួយអ្នកគ្រូវិទ្យាសាស្ត្រទំព័រទី46ដល់47 Science page 46 to 47ជំពូកទី3មនុស្សនិងជំងឺ Chapter 3 Human and Disease មេរៀនទី8ការការពារកុំឲ្យមានគភ៌ Lesson 8 Pregnancy Prevention ចំណុចទី1និយមន័យការពន្យាកំណើត The definition of birth delay 2ផលប្រយោជន៍នៃការពន្យាកំណើត The advantage of birth delay អ្នកគ្រូមានរូបភាពមួយចំនួនមកបង្ហាញកូនទាំងអស់គ្នាកូនណាចាមានរូបភាពមួយចំនួននេះចាមកបង្ហាញកូនចាតោះឥឡូវកូនមើលជាមួយអ្នកគ្រូទាំងអស់គ្នាកូនណាចានៅក្នុងរូបភាពមួយនេះកូនឃើញអីខ្លះចាមានផ្ទះមានម៉ូតូចាមានគ្រួសារប្រកបដោយភាពកក់ក្ដៅចាមានលោកប៉ាមានអ្នកម៉ាក់មានកូន2នាក់ហើយកូនស្ពាយកតាបទៅណាកូនចាស្ពាយកតាបទៅរៀនអញ្ចឹងកូនបានទៅរៀនចាបានទៅរៀនចាអញ្ចឹងធ្វើឲ្យមើលទៅគ្រួសារគាត់យ៉ាងម៉េចដែរកូនចាគឺមានជីវភាពធូធាចាឥឡូវកូនមើលទៅរូបភាពទី2កូនឃើញអីដែរកូនចានេះណាគេដែរចាអ្នកមីងគ្រូពេទ្យចាអ្នកមីងគ្រូពេទ្យចា2នាក់ប្តីប្រពន្ធនេះគាត់មកធ្វើអីដែរចាគឺគាត់មកប្រឹក្សាយោបល់អំពីការពន្យាកំណើតគាត់ណាចាគាត់មកប្រឹក្សាយោបល់អំពីការពន្យាកំណើតដើម្បីឲ្យគាត់មានកូនរង្វើចាហើយដើម្បីឲ្យម្ដាយនេះដើម្បីឲ្យប្រពន្ធគាត់នេះមានសុខភាពល្អចាឥឡូវយើងមើលណាពេលដែលគាត់ពន្យាកំណើតហើយយ៉ាងម៉េចដែរគាត់ពេលគាត់ពន្យាកំណើតហើយមើលខាងមីងគាត់មានកម្លាំងកំហែងគាត់ប្រកបមុខរបរដាំអីគេគាត់ដាំបន្លែចាហើយពូមិនដែរជាស្វាមីរបស់គាត់ហ្នឹងគឺគាត់ចូលរួមគ្នាជួយនៅក្នុងការដាំដំណាំអញ្ចឹងពេលដែលគាត់បានធ្វើកិច្ចការមានពេលវេលាគ្រប់គ្រាន់ធ្វើកិច្ចការធ្វើឲ្យជីវភាពរបស់គាត់ធូធាចាអញ្ចឹងឥឡូវអ្នកគ្រូនាំកូនទាំងអស់គ្នាអានបន្តិចកូនណាតោះចាឥឡូវកូនមើលគេថាការពន្យាកំណើតម្ដាយមានសុខភាពល្អ
ចាចឹងពេលដែលគាត់ធ្វើការពន្យាកំណើតនឹងធ្វើឲ្យម្ដាយមានសុខភាពល្អបន្ថយភាពក្រីក្រហេតុអីបានបន្ថយភាពក្រីក្រគឺដោយសារតែគាត់មានពេលវេលាក្នុងការប្រកបមុខរបរផ្សេងហើយគាត់មានសុខភាពមាំមួនចាពន្យាកំណើតធ្វើឲ្យកូនរង្វើលកូននិងម្ដាយមានសុខភាពល្អចាកន្លែងនេះខ្ញុំមកពន្យាកំណើតធ្វើឲ្យគ្រួសារមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ចឹមជីវិតចាអញ្ចឹងពេលដែលគាត់ពន្យាកំណើតគឺគាត់មានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ចឹមជីវិតបានសិក្សាទៅលើរូបភាពជាមួយអ្នកគ្រូរួចហើយដែរចាអញ្ចឹងឥឡូវនេះអ្នកគ្រូសូមឲ្យកូនទាំងអស់គ្នាបើកសៀវភៅវិទ្យាសាស្ត្រទំព័រទី46-47ដើម្បីអានខ្លឹមសារមេរៀនបន្ថែមទៀតដើម្បីងាយស្រួលនៅក្នុងការឆ្លើយសំណួរចាអញ្ចឹងអ្នកគ្រូទុកពេលឲ្យកូនទាំងអស់គ្នាអានមេរៀនកូនណាចាតោះចាប់កូនទាំងអស់គ្នាបានអានទៅលើខ្លឹមសារមេរៀនហើយមែនទេកូនចាអញ្ចឹងឥឡូវនេះកូនអានចប់ហើយអ្នកគ្រូមានសំណួរចំនួន3ជូនកូនទាំងអស់គ្នាចាដើម្បីឲ្យកូនទាំងអស់គ្នាអនុវត្តកូនណាចាសំណួរទី1ដើម្បីការពារកុំឲ្យមានគភ៌តើគូស្រករត្រូវធ្វើដូចម្ដេចចាអញ្ចឹងអ្នកគ្រូអានម្ដងទៀតកូនណាទី1ដើម្បីការពារកុំឲ្យមានគភ៌តើគូស្រករត្រូវធ្វើដូចម្ដេចចាសំណួរទី2ដូចម្ដេចដែលហៅថាការពន្យាកំណើតចាម្ដងទៀតកូនណាដូចម្ដេចដែលហៅថាការពន្យាកំណើតចាទី3តើការពន្យាកំណើតផ្ដល់ផលប្រយោជន៍អ្វីខ្លះចាម្ដងទៀតតើការពន្យាកំណើតផ្ដល់ផលប្រយោជន៍អ្វីខ្លះចាអញ្ចឹងសំណួរទាំង3នេះតើកូនទាំងអស់គ្នាអាចធ្វើបានទេកូនចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាប្រកាសជាធ្វើបានល្អហើយព្រោះអីកូនទាំងអស់គ្នាបានអានទៅលើមេរៀនក៏ដូចជាស្ដាប់អ្នកគ្រូបញ្យល់ហើយមែនទេកូនចាអញ្ចឹងអ្នកគ្រូទុកពេលឲ្យកូន5នាទីណាកូនដើម្បីឲ្យកូនទាំងអស់គ្នាអនុវត្តទាំងអស់គ្នាតោះចាប់ដើមធ្វើទាំងអស់គ្នាកូនកិច្ចការដែលអ្នកគ្រូដាក់ឲ្យកូនធ្វើចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាប្រកាសជាធ្វើហើយមែនទេព្រោះអី5នាទីបានកន្លងផុតហើយមែនទេចាឥឡូវនេះដើម្បីដឹងថាការធ្វើរបស់កូនត្រឹមត្រូវដល់កម្រិតណាអញ្ចឹងយើងទៀងទាត់ចម្លើយជាមួយអ្នកគ្រូកូនណាចាតោះចាប់ដើមចំឡើយ1ដើម្បីការពារកុំឲ្យមានគភ៌គូស្រករត្រូវមានវិធីការពារកុំឲ្យមានគភ៌ឬធ្វើការពន្យាកំណើតចាទី2ការពន្យាកំណើតគឺជាការសម្រេចចិត្តមិនទាន់ចង់បានកូនក្នុងវេលាមួយដើម្បីឲ្យការមានផ្ទៃពោះមួយទៅការមានផ្ទៃពោះមួយទៀតមានគម្លាតសមស្របចាយ៉ាងតិច3ឆ្នាំទី3ការពន្យាកំណើតផ្ដល់ផលប្រយោជន៍ដូចខាងក្រោមទី1កាត់បន្ថយគ្រោះថ្នាក់ពេលមានផ្ទៃពោះនិងពេលសម្រាលចាត្រីមួយទៀតម្ដាយនិងកូនមានសុខភាពល្អចាត្រីមួយទៀតម្ដាយមានពេលវេលាគ្រប់គ្រាន់និងមានកម្លាំងរឹងមាំឡើងវិញចាត្រីមួយទៀតគ្រួសារចំណាយថវិកាតិចបានន័យថាអត់សូវចំណាយទៅលើការមើលថែទៅលើកូនឬក៏ទៅលើការមានផ្ទៃពោះចាពុំសូវមានអំពើហិង្សាឬចំនួនរវាងបងប្អូនចាអញ្ចឹងអ្នកគ្រូនឹងបញ្យល់បន្ថែមដើម្បីឲ្យកូនទាំងអស់គ្នាកាន់តែច្បាស់កូនណាចាអញ្ចឹងទី1ដើម្បីការពារកុំឲ្យមានគភ៌គូស្រករត្រូវមានវិធីការពារកុំឲ្យមានគភ៌ឬធ្វើការពន្យាកំណើតអញ្ចឹងវិធីការពារហ្នឹងយ៉ាងម៉េចកូនចាការពារកុំឲ្យមានគភ៌ហ្នឹងគឺមានវិធីជាច្រើនដូចជាប្រើស្រោមអនាម័យចាប្រើថ្នាំពន្យាកំណើតឬក៏ប្រើរបាំងការពារជាដើមឬក៏អាចការពារដោយតាមវត្តរដូវចាវត្តឈាមរដូវកូនចាទី2ការពន្យាកំណើតគឺជាការសម្រេចចិត្តមិនទាន់ចង់បានកូនក្នុងវេលាមួយដើម្បីឲ្យការមានផ្ទៃពោះពី
មួយទៅមួយគឺសមស្របចាអញ្ចឹងដើម្បីឲ្យគាត់មានគម្លាតនៅក្នុងការមើលថែកូននឹងបានពេញលេញគាត់ណាចាយ៉ាងតិច3ឆ្នាំដើម្បីឲ្យម្ដាយនឹងមានសុខភាពរឹងមាំហើយកូននឹងក៏គាត់មានសុខភាពរឹងមាំដូចគ្នាចាអញ្ចឹងទី3ការពន្យាកំណើតនឹងផ្ដល់ផលប្រយោជន៍មានអីខ្លះកូនចាទី1គឺធ្វើឲ្យម្ដាយនឹងគឺកាត់បន្ថយគ្រោះថ្នាក់ពេលដែលគាត់កំពុងតែសម្រាលចាហើយកូននិងម្ដាយនឹងមានសុខភាពល្អចាម្ដាយមានពេលវេលាគ្រប់គ្រាន់និងមានកម្លាំងឡើងវិញបានន័យថាគាត់មានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែកូននិងមើលថែខ្លួនគាត់ចាចូលដល់នេះគឺគ្រួសារចំណាយថវិកាតិចបានន័យថាគាត់ចំណាយទៅលើការមានផ្ទៃពោះថែរក្សាផ្ទៃពោះហើយគាត់អាចរកមុខរបរប្រកបរបរចិញ្ចឹមជីវិតគាត់នឹងបានចាគាត់អត់សូវមានចំណាយទៅលើការទិញថ្នាំទិញអីទេណាបានន័យថាចំណាយតិចពុំសូវមានអំពើហិង្សាឬចំនួនរវាងបងប្អូនដើម្បីឲ្យកូនទាំងអស់គ្នាងាយស្រួលនៅក្នុងការចងចាំអ្នកគ្រូបានធ្វើជាមេរៀនសង្ខេបជូនកូនទាំងអស់គ្នាចាមេរៀនសង្ខេបការពន្យាកំណើតជាការសម្រេចចិត្តមិនទាន់ចង់បានកូនក្នុងវេលាមួយការពន្យាកំណើតផ្ដល់ផលប្រយោជន៍ច្រើនដូចជាកាត់បន្ថយគ្រោះថ្នាក់ពេលមានផ្ទៃពោះនិងពេលសម្រាលធ្វើឲ្យម្ដាយនិងកូនមានសុខភាពល្អមាតាបិតាមានពេលវេលាច្រើនសម្រាប់មើលថែកូនឲ្យកាន់តែល្អប្រសើរឡើងម្ដាយមានពេលវេលាគ្រប់គ្រាន់និងមានកម្លាំងឡើងវិញចាអញ្ចឹងកុមារដែលនៅក្នុងគ្រួសារមានកូនតិចច្រើនមានសុខភាពល្អនិងមានឱកាសបានរៀនសូត្រហើយភាគច្រើនពុំសូវមានអំពើហិង្សាឬចំនួនរវាងបងប្អូនទេអញ្ចឹងក្រោយពីកូនទាំងអស់គ្នាបានសិក្សាទៅលើខ្លឹមសារមេរៀនក៏ដូចជាបានធ្វើលំហាត់ជាមួយអ្នកគ្រូចាហើយអ្នកគ្រូក៏បានធ្វើជាមេរៀនសង្ខេបជូនកូនទាំងអស់គ្នាហើយចាអញ្ចឹងឥឡូវនេះអ្នកគ្រូចង់ដឹងថាតើកូនបានចេះចាំមេរៀនបានកម្រិតណាចាអញ្ចឹងអ្នកគ្រូមានលំហាត់អនុវត្តឲ្យកូនទាំងអស់គ្នាធ្វើណាចាអញ្ចឹងកូនទាំងអស់គ្នាយកក្តារឈ្នួនហើយនឹងហ្វឺតមកទាំងអស់គ្នាមកកូនដើម្បីយើងធ្វើលំហាត់ជាមួយអ្នកគ្រូចាតោះអញ្ចឹងអ្នកគ្រូនឹងអានកិច្ចលំហាត់ឲ្យកូនទាំងអស់គ្នាស្ដាប់សិនកូនណាចាលំហាត់អនុវត្តចូលបំពេញចន្លោះខាងក្រោមឲ្យបានត្រឹមត្រូវចាសម្រាប់ចិត្តពេលវេលា3ផ្ទៃពោះគម្លាតចាអញ្ចឹងពាក្យក្នុងនេះទាំងអស់នេះអ្នកគ្រូឲ្យកូនទាំងអស់គ្នាមកបំពេញនៅក្នុងចន្លោះចាឥឡូវអ្នកគ្រូអានឲ្យកូនស្ដាប់សិនកូនណាការពន្យាកំណើតគឺជាការចុចមិនទាន់ចង់បានកូនក្នុងចុចមួយដើម្បីឲ្យការមានចុចមួយទៅការមានផ្ទៃពោះមួយទៀតមានចុចសមស្របយ៉ាងតិចចុចឆ្នាំចាអញ្ចឹងកូនទាំងអស់គ្នាអាចធ្វើបានទេកូនចាអ្នកគ្រូបានដកស្រង់ចេញមកពីក្នុងសៀវភៅដែលយើងបានសិក្សាអំបញ្ញមិញហើយកូនណាចាតោះឥឡូវចាប់ដើមទាំងអស់គ្នាចាការពន្យាកំណើតគឺជាការអីកូនចាគឺជាការសម្រេចចិត្តចាសម្រេចចិត្តចាការពន្យាកំណើតគឺជាការសម្រេចចិត្តមិនទាន់ចង់បានកូនក្នុងអីកូនចាក្នុងវេលាមួយពេលវេលាមួយចាដើម្បីឲ្យការមាន
miền ấy con chà miền tây pùa chà miền tây pùa muối từ cả miền tây pùa muối tiết miền ấy con chà cứ miền cùng liệt chà cùng liệt xong srop giang tách chà giang tách mán con chà giang tách bảy năm chà bà cài men con thừa bàn trời nè chà tao lấy này kêu an làm vinh chun con nè chà các bên kia cầm nát cứ chia cá xong ra chất mình toán trong bàn côn nông pel về liềm muối đàm bấy ỏi cá miến tây púa muối từ cả miến tây púa muối tiết miến cùng liệt xong srop giang tách 7 nămទាំងអស់គ្នាអានលំហាត់អនុវត្តជាមួយអ្នកគ្រូទាំងអស់គ្នាគាត់ណាតោះលំហាត់អនុវត្តចូលបំពេញចន្លោះខាងក្រោមឲ្យបានត្រឹមត្រូវសម្រាប់ចិត្តពេលវេលា3តៃពួរគុំលាតការពន្យាកំណើតគឺជាការសម្រេចចិត្តមិនទាន់ចង់បានកូនក្នុងពេលវេលាមួយដើម្បីឲ្យការមានផ្ទៃពោះមួយទៅការមានផ្ទៃពោះមួយទៀតមានគម្លាតសមស្របយ៉ាងតិច3ឆ្នាំចាក្រោយពីកូនទាំងអស់គ្នាបានសិក្សាទៅលើមេរៀនចប់សពគ្រប់អស់ហើយចាអញ្ចឹងកូនទាំងអស់គ្នាត្រូវកត់មេរៀនណាចូលនៅក្នុងសៀវភៅវិទ្យាសាស្ត្រកូនឲ្យបានគ្រប់គ្នាឲ្យបានត្រឹមត្រូវចាដោយប្រើប៊ិចក្រហមប៊ិចខៀវនិងប្រើបន្ទាត់គូសឲ្យបានស្អាតចាអញ្ចឹងពេលដែលកូនទាំងអស់គ្នាកត់រួចហើយកូនទាំងអស់គ្នាត្រូវថតមេរៀនជូនទៅលោកគ្រូអ្នកគ្រូរបស់កូនចាហើយពេលថតដូចគ្នាដែរសូមកូនថតឲ្យបានស្អាតកូនណាចាក៏មានកិច្ចកាត់ផ្ទះដើម្បីឲ្យកូនអនុវត្តបន្ថែមដែរកូនណាចាអញ្ចឹងកិច្ចកាត់ផ្ទះ1តើការពន្យាកំណើតមានន័យដូចម្ដេចចាទី2តើការពន្យាកំណើតផ្ដល់ប្រយោជន៍អ្វីខ្លះចាអញ្ចឹងមាន2សំណួរគាត់ណាចាអញ្ចឹងលោកគ្រូសូមអានម្ដងទៀតកិច្ចការផ្ទះតើការពន្យាកំណើតមានន័យដូចម្ដេចទី2តើការពន្យាកំណើតផ្ដល់ផលប្រយោជន៍អ្វីខ្លះចាអញ្ចឹងពីសំណួរនេះកូនត្រូវកត់ចូលទៅក្នុងសៀវភៅកិច្ចការផ្ទះឲ្យបានត្រឹមត្រូវទាំងអស់គ្នាកូនណាចាអញ្ចឹងពេលដែលកូនកត់កិច្ចការផ្ទះហើយគឺកូនត្រូវធ្វើកិច្ចការទាំងនោះកិច្ចការផ្ទះនោះឲ្យបានត្រឹមត្រូវចាបន្ទាប់ពីកូនធ្វើកិច្ចការហើយគឺយកទៅជូនលោកប៉ាអ្នកម៉ាក់របស់កូនឬក៏អាណាព្យាបាលដើម្បីពិនិត្យហើយចុះហត្ថលេខាក្រោយពីកូនលោកប៉ាអ្នកម៉ាក់ចុះហត្ថលេខាហើយកូនទាំងអស់គ្នាត្រូវថតកិច្ចការផ្ទះនោះជូនទៅលោកគ្រូអ្នកគ្រូរបស់កូនចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងធ្វើបានល្អណាចាហើយតាក់ទងជាមួយនឹងអ្នកគ្រូក៏សូមផ្ដាំផ្ញើឲ្យកូនទាំងអស់គ្នាខិតខំសិក្សាបន្ថែមនៅផ្ទះកូនណាត្រូវអានសៀវភៅឲ្យបានច្រើនចារំលឹកមេរៀននិងធ្វើលំហាត់ផ្សេងចាហើយមួយទៀតដែរគឺតាក់ទងជាមួយនឹងសុខភាពអនាម័យសូមឲ្យកូនទាំងអស់គ្នាថែរក្សាសុខភាពឲ្យបានល្អញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ចាហើយគេងឲ្យបានគ្រប់គ្រាន់ដូចគ្នាចាហើយជាពិសេសគឺកូនត្រូវតែសម្អាតខ្លួនប្រាណដោយការលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់ឬក៏កូនអាចលាងជាមួយនឹងអាល់កុលឬក៏កោះជែលហើយពេលដែលកូនធ្វើដំណើរទៅខាងក្រៅគឺកូនត្រូវតែពាក់ម៉ាស់ជាប្រចាំកូនណាហើយពាក់ឲ្យបានត្រឹមត្រូវចាអញ្ចឹងអរគុណកូនទាំងអស់គ្នា